បកក្រោយចាស់សុជីបងស្រីកុំឲ្យខ្ញុំថ្ងៃនេះខ្ញុំមកដេតជាមួយនឹងកូនអ្នកមានម្នាក់ខ្ញុំមិនចង់ឲ្យគេដឹងថាខ្ញុំមានប្អូនជីដូនមួយជាមួយអ្នកបម្រើទេវាធ្វើឲ្យខ្ញុំបាក់មុខអីយោបងគិតថាខ្ញុំធ្វើឲ្យបងបាក់មុខមែនពេលដែលខ្ញុំមានការជាមួយកូនអ្នកមានហើយអញចាំតែបម្រើខ្ញុំទៅបងស្រីបងជុំនិយាយទៀតទៅប្រយ័ត្នខ្ញុំចាក់តែចូលមាត់របស់បងឈឺអាយូមកគេធ្វើរឹកលោកគឺលៀងហើយឈានត្រូវអូនប៉ារបស់លោកគឺបាត់ក្រុមហ៊ុនផ្ទះរបស់លោកគឺមាន3ជាន់ខ្ញុំពិតជាពេញចិត្តនឹងគ្រួសាររបស់លោកណាខ្ញុំភ្លេចប្រាប់នាងក្រុមហ៊ុនប៉ារបស់ខ្ញុំដូររលំបាត់ហើយផ្ទះ3ជាន់ហ្នឹងក៏លក់បាត់ដែរលោកចង់និយាយថាឥឡូវនេះលោកស្អីក៏គ្មានដែរត្រូវអត់អញ្ចឹងនឹងមកដេតជាមួយខ្ញុំទៀតគួរឲ្យស្អប់ណាភ័យនេះនឹងមិនគឺជាការកឡាប់អីក៏ក្លិនស្អុយម្លេះអញចាស់សុជីអញចាំតែមើលទៅអរគុណនាងហើយបើនាងមានពេលទំនេរពួកយើងទៅញ៉ាំអីខ្ញុំកំពុងតែធ្វើការចាំលើកក្រោយចាស់សុជីពួកឯងពិតជានៅជាមួយគ្នាមែននឹងមកជាងរួមជាមួយគ្នាទៀតថ្ងៃស្អែកនេះមិត្តប្រុសរបស់ខ្ញុំនឹងរៀបចំកម្មវិធីខួបកំណើតដ៏ធំមួយនៅភោជនីយដ្ឋានដ៏ល្បីខ្ញុំស្វាគមន៍បើសិនជាពួកឯងចង់ចូលរួមកុំបារម្ភខ្ញុំប្រកាសជាទៅអូពិតជាស្អាតមែនសួស្តីអ្នកទាំងអស់គ្នាខ្ញុំសូមណែនាំបន្តិចមិត្តប្រុសរបស់ខ្ញុំគឺជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនដ៏ធំមួយគាត់រកលុយមួយឆ្នាំគាត់អាចទិញដីរហូតដល់200ហិកតាណោះបើតាមខ្ញុំដឹងប្រាក់ខែអ្នកគ្រប់គ្រងនៅក្រុមហ៊ុនហៅឈៀនគេមិនអាចទិញដីសូម្បីតែ1ហិកតាផងលោកហ៊ានគម្រាមខ្ញុំផងលោកជឿអត់ថាឥឡូវហ្នឹងខ្ញុំនឹងឲ្យមិត្តប្រុសរបស់ខ្ញុំធ្វើឲ្យលោកមើលខ្ញុំចង់ដឹងថានរណាហ៊ានធ្វើបាបមិត្តស្រីរបស់ខ្ញុំបិទមាត់ទៅគាត់គឺជាអគ្គនាយកក្រុមហ៊ុនរបស់បង